ខ្មោចលងពេលខ្ញុំរតនានិងមិត្តរបស់ខ្ញុំទាំងពីរឈ្មោះថាន់និងអ៊ុនដែលជាមិត្តមហាជិតស្និទ្ធនឹងគ្នាដោយសារតែការងារមិនសូវមានហើយថយនឹងជីវិតនៅទីក្រុងថាន់ក៏និយាយថាដូចជាចង់សម្រាកបន្តិចចង់ឡើងខួរចេញម្ដងតោះទៅបោះតង់អត់ខ្ញុំនិងអ៊ុនគ្មានស្តក់ស្ទើរអីទេក៏យល់ព្រមភ្លាមយើងរៀបចំសម្ភារៈទាំងអស់មានតង់អាហារស្ងួតដែកកេះកាមេរ៉ានិងកាបូបធំមួយដែលពេញដោយសម្ភារៈបោះតង់យើងចេញពីភ្នំពេញនៅម៉ោង 5 ព្រឹកផ្លូវទៅភ្នំគូលែនពិតជាស្រស់ស្អាតប៉ុន្តែពេលឡើងចិត្តដល់កន្លែងបោះតង់ក៏ចាប់ផ្ដើមស្ងប់ស្ងាត់ខ្យល់ត្រជាក់បក់មកក្លិនធម្មជាតិធ្វើឲ្យយើងអស់ភាពនឿយណាយនិងសប្បាយចិត្តយើងជ្រើសកន្លែងបោះតង់ដែលនៅជិតទឹកធូបមួយដែលមានដើមឈើធំជុំវិញតំបន់នោះស្ងាត់ណាស់មានតែសំឡេងសត្វព្រៃនិងទឹកធ្លាក់ដែលបោកថ្មប៉ុណ្ណោះថាននិយាយថាអារម្មណ៍ដូចស្ថិតនៅក្នុងផ្ទះខ្មោចតែស្រស់ស្អាតណាស់យើងសែកគ្នាហើយចាប់ដាំបោះតង់ពេលជិតយប់ក្នុងព្រៃចាប់ដាំត្រជាក់និងងងឹតខ្លាំងនឹងឮតែសំឡេងសត្វយំពេញព្រៃអ៊ុនបាក់ដុតភ្លើងធ្វើម្ហូបខ្ញុំយកកាមេរ៉ាមកថតពីសកម្មភាពទុកបង្ហោះក្នុង YouTube យើងអង្គុយជុំគ្នាញ៉ាំអាហារអាំងសាច់និងនិយាយរឿងកំប្លែងប៉ុន្តែថាន់បាននិយាយថាពួកឯងដឹងអត់មានអ្នកភូមិនិយាយថានៅលើភ្នំនេះមានខ្មោចស្រីម្នាក់ឈ្មោះសុភាដែលបានស្លាប់ពេលបោះតង់គេនិយាយថាវាលងពេលអ្នកគេងខ្ញុំសោតហើយនិយាយថាគុំនិយាយបែបនោះអញនៅតង់ម្នាក់ឯងផងអាថាន់សោកយ៉ាងកំប្លែងពេលនោះស្រាប់តែមានសំឡេងអវេម្យ៉ាងនៅក្បែរតង់ដូចជាមានមនុស្សកំពុងតែដើរពេលនោះអ៊ុនដើរទៅមើលជុំវិញហើយនិយាយថាដូចជាមិនមានអ្វីចម្លែកទេខ្ញុំបានប្រាប់អ៊ុននឹងថានថាពីម្សិលមិញខ្ញុំបានឮអ្នកភូមិនិយាយថាមានកន្លែងខ្លះមិនអាចបោះតង់យប់ទេព្រោះកន្លែងនោះមានអ្នកកាន់កាប់ហើយក៏ធ្លាប់មានអ្នកបាត់ខ្លួននៅទីនោះផងពួកវាអត់ជឿខ្ញុំសោះហើយនិយាយថាវាមិនដែរទេយើងចូលគេងប្រហែលម៉ោងដាច់យប់ខ្ញុំគេងចិត្តបង្អួយតង់ស្រាប់តែខ្ញុំឮសំឡេងដូចជាមានអ្នកណាដើរក្បែរតង់ខ្ញុំក៏ក្រោកមើលពីក្នុងតង់ដូចជាមានមនុស្សស្លៀកពាក់ពណ៌សនៅក្បែរភ្លុកភ្លើងខ្ញុំគិតថាប្រហែលអាថាន់ឬអាអ៊ុនចាញ់ទៅជក់បារីទេដឹងប៉ុន្តែពេលខ្ញុំមើលយូរទៅក៏បិទតែម្ដងខ្ញុំក៏មានអារម្មណ៍ថាដូចខ្មោចលងបន្ទាប់មកសំឡេងដាវក៏ចូលមកជិតតង់ក្រុងហើយឈប់ត្រង់ខាងក្រោយតង់ខ្ញុំចាប់ផ្ដើមបែកញើសនិងត្រជាក់ខ្លាំងតែប៉ុន្មានវិនាទីក្រោយមកមានសំឡេងស្រែកឮមកពីតង់អាថាន់ខ្មោចខ្ញុំនិងអាអ៊ុនរត់ទៅរកឃើញអាថាន់កំពុងតែភ័យនឹងយំអាថាន់និយាយថាខ្ញុំឃើញស្រីម្នាក់ស្លៀកសម្លៀកបំពាក់សដើរតាមជើងតង់អញគិតថាគ្មានឯងប៉ុន្តែវាបែរមកគឺក្មួយឥតមុខពួកយើងភ្លាមក៏ដុតភ្លុកភ្លើងឲ្យឆេះខ្លាំងដើម្បីឲ្យភ្លឺសំឡេងសត្វនៅជុំវិញដូចជាបាត់ទៅណាអស់ហើយមានតែសូរទឹកធ្លាក់បោកថ្មប៉ុណ្ណោះពួកយើងក៏រមូលរបបមកដេកជុំគ្នាពេញយប់គ្មានដេកមិនលក់សោះភ្លឺឡើងយើងបានឃើញមានស្នាមជើងនៅជិតតង់តែស្នាមជើងនោះមិនចូលពីណាទេនិងមិនចេញទាំងណាទេខ្ញុំដកដង្ហើមវែងយើងសម្រេចនៅតិចទៀតសិនចាំថ្ងៃបន្តិចបានទៅកន្លែងផ្សេងពេលនោះមានអ៊ំប្រុសម្នាក់ដើរមកជួបយើងគាត់ប្រាប់ថាម៉េចបានមកបកបងនៅទីនេះឡងសាហាវណាស់កន្លែងដែលពួកក្មួយគេងនោះគេហៅថាវាឡងពេលអ្នកដែលគេងនៅទីនេះជារឿយត្រូវឡងពេលអ្នកនឹងគិតថាគេងតែមួយយប់ប៉ុន្តែពេលត្រឡប់ទៅភូមិអាចមួយឆ្នាំឬច្រើនជាងនោះទៀតយើងសោតហើយគិតថាគាត់គ្រាន់តែចង់បំភ័យពួកយើងតែថាន់គេមិនសោយទេគាត់ស្ងៀមស្ងាត់គិតតែថតរូបជុំវិញនៅក្នុងរូបថតមានអ្វីមួយដូចជាស្រមោលស្ត្រីឈោកបើកភ្នែកខ្មៅនៅពីក្រោយយើងខ្ញុំនិងអ៊ុនភ័យណាស់ហើយឆ្ងល់តើជាអ្នកណាដោយសារតែមិនជឿនឹងចង់ជំនះយើងក៏សម្រេចថាដេកនៅទីនេះមួយយប់ទៀតយប់ទី2បន្ទាប់ពីយើងបិទភ្លើងចូលតង់គេងស្ងាត់អស់ប្រហែលជាម៉ោង3យប់
ខ្ញុំឮសំឡេងម្ដាយខ្ញុំហៅពីក្រៅតង់រតនាកូនចេញមកម្ដាយមើលបន្តិចទៅសំឡេងនោះដូចជាអស់សង្ឃឹមណាស់ដូចម្ដាយខ្ញុំពិតប្រកាសមែនហើយមានសំឡេងមួយទៀតនិយាយថាគុំចិននេះមិនមែនម្ដាយញាក់ទេតែសំឡេងនោះបន្តហៅអូនមិនអាចទប់ចិត្តបានក៏ចេញទៅក្រៅត្រង់ពេលគាត់មើលចេញទៅគាត់ឃើញស្រីម្នាក់ឈរនៅជិតទឹកជ្រោះឆ្ងាយតែភ្លីសមានសក់វែងត្រង់ដល់ជើងហើយសម្លៀកបំពាក់សស្អាតប៉ុន្តែអ្វីដែលគាត់មើលឃើញបន្ទាប់គឺមុខនាងមិនមានភ្នែកមិនមានមាត់តែមានផ្ទៃមុខទន្ទេអូនស្រែកឲ្យសន្លប់ខ្ញុំនឹងឋានរត់ទីជួយប៉ុន្តែពួកយើងទាំងពីរញាក់មានអារម្មណ៍ដូចដាវក្នុងអាមុខឬសុបិនភ្លើងពិនដូចជាមិនភ្លឺសោះខ្យល់បក់ខ្លាំងនឹងសំឡេងទឹកធ្លាក់លងក្នុងត្រចៀកខ្ញុំគិតថាអស់ជីវិតហើយប៉ុន្តែបន្ទាប់មកអារម្មណ៍ដូចអ្វីមួយទាញខ្ញុំចេញពន្លឺសនឹងសំឡេងស្រែកក៏បាត់ទៅអស់ខ្ញុំភ្ញាក់ឡើងនៅព្រឹកថ្ងៃឡើងហើយខ្ញុំឃើញឋានដេកចិត្តខ្ញុំនិងអូនកំពុងដេកសន្លប់ខ្ញុំគិតថាជាសុបិនតែប៉ុណ្ណោះតែពេលយើងចុះពីភ្នំមកដល់ភូមិអ្នកភូមិមើលដល់ភ្ញាក់ផ្អើលពួកគេប្រាប់ថាពួកយើងបាត់រយៈពេលជាមួយខែហើយខ្ញុំយកទូរស័ព្ទមើលថ្ងៃខែថ្ងៃដែលយើងឡើងភ្នំគឺថ្ងៃទី16ខែកញ្ញាឆ្នាំ2025តែថ្ងៃយើងចុះមុខវិញគឺថ្ងៃទី21ខែតុលាឆ្នាំ2025យើងគិតថាគេងតែ2យប់ទេតែពេលវេលាកន្លងបានជាមួយខែទៅវិញអូនស្លុតស្មារតីឋានស្ងៀមស្ងាត់ហើយនិយាយថាវាខ្មោចលងពេលប្រកបណាស់វាអាចទាញពេលវេលាឲ្យយើងត្រឡប់ទៅទីក្រុងតែគ្មានអ្នកណាមានអារម្មណ៍ដូចមុនទៀតទេអូនចាប់ផ្ដើមឮសំឡេងម្ដាយខ្មុំហៅឈ្មោះគាត់ខ្មោចសុបិនរៀងរាល់យប់ឋានគេងមិនលក់និងកាមេរ៉ារបស់គាត់មានរូបស្រីម្នាក់បន្តតាមយើងគ្រប់រូបមួយយប់បន្ទាប់ពីយើងត្រឡប់មកប្រហែលជាមួយសប្តាហ៍ខ្ញុំកំពុងគេងស្រាប់តែខ្ញុំឮសំឡេងដូចម្ដាយហៅម្ដងទៀតរតនាចេញមកម្ដាយមើលបន្តិចទៅខ្ញុំបើកភ្នែកមើលនាឡិកាម៉ោង3:33ថ្ងៃដូចយប់នៅភ្នំគូលែនខ្ញុំបើកភ្នែកមើលទៅចុងក្រែនៅទីនោះមានស្ត្រីស្លៀកសម្លៀកបំពាក់សឈរក្បែរជញ្ជាំងមុខសពណ៌សដូចស្លាប់ហើយភ្នែកខ្មៅជ្រៅនាងញញឹមត្រង់ខ្ញុំនិងនិយាយសំឡេងស្រាលដូចខ្យល់អ្នកនៅភ្នំគូលែនមិនទួនចុះទេវានៅតែទាញញាក់ត្រឡប់វិញភ្លាមនោះភ្លើងក្នុងបន្ទប់ខ្ញុំក៏ដាច់ហើយខ្ញុំលឺសូរទឹកធ្លាក់បោកថ្មដូចនៅភ្នំគូលែនខ្ញុំស្ទើរតែគេងសន្លប់ពេលភ្ញាក់ឡើងវិញថ្ងៃហើយតែនាឡិកាដែលខ្ញុំមើលម្សិលមិញបង្ហាញថាជាខែសីហាវិញខ្ញុំមិនដឹងថាខ្ញុំរស់នៅពេលណាឬនៅភ្នំគូលែននោះទេពេលនេះពេលខ្ញុំសរសេររឿងនេះខ្ញុំមិនអាចតាកតងឋាននឹងអូនបានទេ